ក្រុងប៉ោយប៉ែតដែលធ្លាប់អ៊ូអរមនុស្សម្នាចេញចូលមិនដាច់ឥឡូវនេះបើមកដល់ក្នុងខែសីហាឆ្នាំ2026អារម្មណ៍ហាក់បីដូចជាប្រែទៅជាមួយបែបទៀតអញ្ចឹងផ្លូវស្ងាត់ជាងមុនអគារធំជាច្រើននៅទំនេរហាងលក់ដូរតូចធំមិនសូវមានអ្នកទិញហាងផឹកស៊ីក៏មិនសូវដាច់ដូចមុនហើយមានព័ត៌មានថារោងចក្រមួយចំនួននៅតំបន់ផ្សារកណ្ដាលក៏គ្រោងនឹងបិទនៅក្នុងខែនេះទៀតតើប៉ោយប៉ែតកំពុងជួបអ្វីហើយអនាគតទីក្រុងពាណិជ្ជកម្មដ៏ធំមួយនេះនឹងទៅជាយ៉ាងណានេះគឺជាទស្សនវិជ្ជាតាមដងផ្លូវខ្លះបងប្អូនរងចាំទស្សនាជាមួយនឹងខ្ញុំបាទជំរាបសួរបងប្អូនជនរួមជាតិនិងអន្តរជាតិទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនជនរួមជាតិនិងអន្តរជាតិមកមើលទស្សនវិជ្ជាមួយនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យគិតមកត្រឹមខែសីហាឆ្នាំ2026ប៉ោយប៉ែតឈ្មោះនេះប្រហែលជាមិនចាំបាច់ណែនាំច្រើននោះទេពីមុនបើយើងនិយាយពីក្រុងប៉ោយប៉ែតមនុស្សភាគច្រើននឹងនឹកឃើញដល់ទីក្រុងព្រំដែនមួយដែលមានសកម្មភាពពាណិជ្ជកម្មយ៉ាងមមាញឹកមនុស្សម្នាចេញចូលឡានតូចធំការដឹកជញ្ជូនហាងលក់ដូរអគារពាណិជ្ជកម្មផ្ទះជួលនិងអាជីវករជាច្រើនជាពិសេសតំបន់ដែលមានសកម្មភាពពាណិជ្ជកម្មខ្លាំងពេលល្ងាចនិងពេលយប់គឺមានមនុស្សម្នាយ៉ាងច្រើនកុះករប៉ុន្តែមកមើលឃើញទស្សនវិជ្ជាប៉ោយប៉ែតនៅពេលនេះអារម្មណ៍របស់យើងអាចមានការភ្ញាក់ផ្អើលបន្តិចព្រោះវាស្ងាត់ជាងមុនផ្លូវមួយចំនួនដែលធ្លាប់មានចរាចរណ៍ដ៏មមាញឹកស្ទះនេះស្ទះនោះឥឡូវនេះមើលទៅមានរថយន្តនិងម៉ូតូតិចជាងមុនឆ្ងាយហាងលក់ដូរខ្លះមានទំនិញដាក់តាំងដដែលប៉ុន្តែអតិថិជនមិនសូវមានម្ចាស់ហាងខ្លះអង្គុយរងចាំអ្នកទិញប៉ុន្តែពេលវេលាបានកន្លងផុតទៅអ្នកទិញក៏មិនសូវមកដូចមុនហើយនេះហើយដែលធ្វើឲ្យយើងចាប់អារម្មណ៍សួរខ្លួនឯងថាតើមានអ្វីកំពុងកើតឡើងនៅក្រុងប៉ោយប៉ែតពីទីក្រុងអ៊ូអរមកជាទីក្រុងស្ងប់ស្ងាត់ប៉ោយប៉ែតគឺជាទីក្រុងដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងទៅលើសកម្មភាពពាណិជ្ជកម្មការធ្វើដំណើរការងារនិងសកម្មភាពនៅតាមព្រំដែននៅពេលសកម្មភាពទាំងនេះមានចលនាអ្នកលក់ក៏មានចំណូលអ្នកជួលផ្ទះអគារតូចធំមានការងារម្ចាស់អគារក៏មានអ្នកជួលច្រើនហាងអាហារក៏មានអតិថិជនចេញចូលមិនដាច់អ្នកបើកតាក់ស៊ីម៉ូតូឌុបនិងសេវាកម្មដឹកជញ្ជូនម្ហូបអាហារក៏មានការងារគ្រប់គ្នានិយាយឲ្យខ្លីមនុស្សម្នាមានការងារមនុស្សម្នាក់ទៀតក៏មានចំណូលហើយចំណូលនោះបន្តវិលនៅក្នុងសេដ្ឋកិច្ចទីក្រុងប៉ោយប៉ែតទាំងមូលផងដែរប៉ុន្តែពេលសកម្មភាពសេដ្ឋកិច្ចថយចុះអ្វីក៏ចាប់ផ្ដើមប៉ះពាល់ជាបន្តបន្ទាប់អ្នកទិញតិចជាងមុនអ្នកលក់រកចំណូលបានតិចជាងមុនហាងលក់ដូរមិនសូវដាច់ម្ចាស់អាជីវកម្មចាប់ផ្ដើមគិតពីការកាត់បន្ថយចំណាយហើយអគារជួលមួយចំនួនក៏ពិបាករកអ្នកជួលវាជាចលនាដែលយើងអាចមើលឃើញតាមផ្លូវតាមហាងនិងតាមអគារធំមួយចំនួនអគារធំនៅទំនេរចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍គឺអគារធំមួយចំនួនពីមុនអគារធំមួយនៅទីតាំងល្អអាចមានតម្លៃខ្ពស់និងងាករកអ្នកជួលប៉ុន្តែពេលសកម្មភាពអាជីវកម្មធ្លាក់ចុះអគារដែលធ្លាប់មានមនុស្សចេញចូលក៏អាចคล้ายទៅជាអគារទំនេរផងដែរខ្លះបិទទ្វារខ្លះមានស្លាកជួលខ្លះមានចាក់សោពីខាងមុខជាហូរហែហើយខ្លះទៀតទំនេរមកជាយូរមកហើយនេះជារូបភាពដែលយើងឃើញនៅតាមតំបន់មួយចំនួននៃក្រុងប៉ោយប៉ែតហើយវាមិនមែនជារឿងល្អសម្រាប់ម្ចាស់អចលនទ្រព្យទេព្រោះអគារមួយដែលមិនមានអ្នកជួលមានន័យថាម្ចាស់អគារមិនទទួលបានចំណូលពីការជួលប៉ុន្តែការថែទាំអគារការបង់ថ្លៃផ្សេងនិងការរក្សាទ្រព្យសម្បត្តិនៅតែត្រូវការចំណាយដូច្នេះពេលអគារទំនេរកាន់តែច្រើន
វាក៏ជាសញ្ញាមួយដែលយើងគួរតែសង្កេតមើលពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់នេះផងដែរបច្ចុប្បន្នរោងចក្រនៅតំបន់ផ្សារកដាលដែលជាកន្លែងទីប្រជុំជនដ៏អ៊ូអរមួយខ្លាំងមែនទែនហើយអ្វីដែលធ្វើឲ្យអ្នករស់នៅក្នុងតំបន់មានការចាប់អារម្មណ៍នោះគឺព័ត៌មានដែលថារោងចក្រមួយនៅតំបន់ផ្សារកដាលក្រុងនឹងបិទនៅក្នុងខែសីហានេះផងដែរចំណុចនេះខ្ញុំសូមបញ្ជាក់ថាសម្រាប់ព័ត៌មានអំពីការបិទរោងចក្រយើងគួរតែផ្ទៀងផ្ទាត់ជាមួយនឹងម្ចាស់រោងចក្រអាជ្ញាធរឬប្រភពផ្លូវការជាមុនសិនមុននឹងសន្និដ្ឋានថាមូលហេតុមកពីអ្វីប៉ុន្តែបើការបិទនេះកើតឡើងពិតប្រាកដវាមិនមែនប៉ះពាល់ត្រឹមតែអគាររោងចក្រនោះទេវាអាចប៉ះពាល់ដល់កម្លាំងកម្មករគ្រួសាររបស់កម្មករអ្នកលក់ម្ហូបអាហារអ្នកធ្វើផ្ទះជួលតូចធំការដឹកជញ្ជូនហាងទំនិញនិងអាជីវកម្មតូចនៅជុំវិញរោងចក្រផងដែរព្រោះកម្មករម្នាក់ដែលមានចំណូលគឺជាអតិថិជនរបស់ហាងមួយគាត់ជួលផ្ទះមួយទិញម្ហូបមួយកន្លែងទិញទំនិញនៅផ្សារជិះម៉ូតូឬប្រើសេវាកម្មដឹកជញ្ជូនដូច្នេះនៅពេលការងារថយចុះសកម្មភាពជាច្រើនផ្សេងទៀតក៏អាចថយចុះផងដែរហាងលក់ដូរនិងហាងផឹកស៊ីបើយើងក៏លេចមកមើលអាជីវកម្មតូចវិញហាងមួយចំនួនដែលធ្លាប់តែមានអតិថិជនចូលច្រើនពេលនេះមើលទៅដូចជាស្ងប់ស្ងាត់ជាងមុនអ្នកខ្លះនិយាយថាពីមុនលក់ដាច់ជាងនេះឥឡូវអ្នកទិញមានតិចអតិថិជនក៏ប្រយ័ត្នរឿងចំណាយជាងមុនហាងផឹកស៊ីក៏ដូចគ្នាពីមុនពេលល្ងាចអាចមានមនុស្សអង្គុយពេញតុតែម្ដងមានសម្លេងជជែកគ្នាយ៉ាងរហឹងអើងកងមានសម្លេងសើចមានសកម្មភាពដ៏មមាញឹកប៉ុន្តែឥឡូវនេះកន្លែងខ្លះមានតែតុទំនេរច្រើនជាងតុដែលមានភ្ញៀវនេះគឺជារឿងដែលម្ចាស់អាជីវកម្មតូចពិតជាមានការព្រួយបារម្ភព្រោះចំណូលមិនមែនមានតែការលក់បាននោះទេពួកគេនៅមានថ្លៃជួលថ្លៃភ្លើងថ្លៃទឹកថ្លៃកម្មករថ្លៃទំនិញនិងការចំណាយប្រចាំថ្ងៃជាច្រើនទៀតផងដែរដូច្នេះបើអតិថិជនមានការថយចុះអាជីវកម្មក៏ត្រូវប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងផងដែរបើយើងក៏លេចមើលពីចរាចរណ៍គឺស្ងាត់ជាងមុនអ្វីដែលយើងអាចមើលឃើញដោយផ្ទាល់បំផុតគឺចរាចរណ៍នៅតាមដងផ្លូវដោយពុកម៉ែបងប្អូនបានឃើញអញ្ចឹងក្រុងប៉ោយប៉ែតពីមុននេះគឺបើយើងនិយាយពីជិះផ្លូវណាក៏ស្ទះខ្លាំងដែរអញ្ចឹងណាពុកម៉ែបងប្អូនបែរជាធ្លាប់មើលវីដេអូខ្ញុំមុនហើយគឺស្ទះគ្រប់កន្លែងទាំងអស់តែម្ដងតាំងពីព្រឹករហូតដល់យប់ប៉ុន្តែប៉ោយប៉ែតធ្លាប់ជាទីក្រុងដែលមានចរាចរណ៍ដ៏មមាញឹកមានម៉ូតូមានឡានដឹកទំនិញរថយន្តដឹកអ្នកដំណើរចេញចូលមិនចេះដាច់ប៉ុន្តែពេលនេះណានៅតាមផ្លូវមួយចំនួនវាមានអារម្មណ៍ថាស្ងប់ស្ងាត់ជាងមុនហើយសម្រាប់ខ្ញុំការមើលឃើញផ្លូវស្ងាត់មិនមែនមានន័យថាជារឿងអាក្រក់តែមួយមុខនោះទេផ្លូវស្ងាត់អាចធ្វើឲ្យការធ្វើដំណើរគឺងាយស្រួលជាងមុនចរាចរណ៍មិនស្ទះប៉ុន្តែបើយើងមើលពីមុំសេដ្ឋកិច្ចវាក៏អាចជាសញ្ញាថាសកម្មភាពមនុស្សនៅក្នុងតំបន់មួយចំនួនកំពុងតែថយចុះផងដែរតើប៉ោយប៉ែតកំពុងតែធ្លាក់ចុះឬសំណួរនេះគួរតែឲ្យយើងគិតតែខ្ញុំមិនចង់ឲ្យបងប្អូនសន្និដ្ឋានភ្លាមថាប៉ោយប៉ែតស្ងាត់ខ្លាំងស្ងាត់យូរអង្វែងនោះទេទីក្រុងមួយមិនអាចវាស់តម្លៃតាមទិដ្ឋភាពស្ងាត់រយៈពេលខ្លីបាននោះទេទីក្រុងមានការផ្លាស់ប្ដូរសេដ្ឋកិច្ចក៏មានវដ្តរបស់វាដែរអាជីវកម្មខ្លះបាត់បណ្ដោះអាសន្នអាជីវកម្មខ្លះក៏អាចបើកការងារខ្លះបាត់តែការងារថ្មីក៏អាចកើតឡើងអគារខ្លះទំនេរថ្ងៃក្រោយអាចនឹងមានការជួលជាថ្មីម្ដងទៀតនេះជាអ្វីដែលខ្ញុំសង្ឃឹមយ៉ាងមុតមមអ្វីដែលសំខាន់តើយើងអាចបង្កើនបរិយាកាសមួយដែលធ្វើឲ្យមនុស្សមានទំនុកចិត្តនៅក្នុងការមករស់នៅមកធ្វើការនិងមកវិនិយោគឡើងវិញបានឬក៏អត់នេះជាសំណួរដែលមានសារៈសំខាន់ជាងគេសួរថាហេតុអ្វីបានជាផ្លូវស្ងាត់តាមផ្លូវស្ងាត់ណាពុកម៉ែបងប្អូនហើយសម្រាប់អនាគតក្រុងប៉ោយប៉ែតខ្ញុំផ្ទាល់ក៏នៅតែមានក្តីសង្ឃឹមចំពោះក្រុងប៉ោយប៉ែតពីព្រោះអ្វី
ព្រោះក្រុងប៉ោយប៉ែតគឺជាទីតាំងដ៏សំខាន់នៅតាមព្រំដែនដែលសារក្រុងនេះគឺមានប្រជាជនមានផ្លូវសេដ្ឋកិច្ចមានហេដ្ឋារចនាសម្ព័ន្ធមានអាជីវកម្មនិងមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យកសិកម្មវិស័យពាណិជ្ជកម្មផងដែរអ្វីដែលយើងត្រូវការគឺការវិវត្តសេដ្ឋកិច្ចដែលមានស្ថិរភាពនិងផ្ដល់ឱកាសការងារដែលមានគុណភាពទីក្រុងមួយមិនអាចរស់បានដោយផ្អែកទៅលើវិស័យតែមួយនោះទេយើងត្រូវការអាជីវកម្មស្របច្បាប់រោងចក្រសេវាកម្មទេសចរណ៍ពាណិជ្ជកម្មកសិកម្មជុំវិញតំបន់និងវិស័យផ្សេងទៀតផងដែរបើមានការងារមានចំណូលមានមនុស្សរស់នៅមានអ្នកទិញនោះហាងក៏មានអតិថិជនច្រើនដូចមុនផងដែរអគារមួយក៏មានអ្នកជួលផ្លូវក៏មានចរាចរណ៍ដូចមុនហើយនៅទីក្រុងក៏ចាប់ផ្ដើមមានជីវិតឡើងវិញសារជូនពរសម្រាប់បងប្អូនអ្នកក្រុងប៉ោយប៉ែតទាំងមូលសម្រាប់បងប្អូនដែលកំពុងប្រកបអាជីវកម្មនៅក្រុងប៉ោយប៉ែតខ្ញុំគិតថាវាមិនងាយស្រួលទេអង្គុយមើលហាងទំនេរមើលទំនិញនៅលើធ្នើរហើយរងចាំអតិថិជនមួយថ្ងៃហើយមួយថ្ងៃទៀតវាពិតជាមានសម្ពាធប៉ុន្តែសូមកុំបោះបង់ក្តីសង្ឃឹមសម្រាប់អ្នកដែលកំពុងស្វែងរកការងារចូលកុំអស់សង្ឃឹមសម្រាប់អ្នកដែលកំពុងប្រកបរបររកស៊ីសូមព្យាយាមកែប្រែនិងស្វែងរកឱកាសថ្មីព្រោះទីផ្សារគឺមានការផ្លាស់ប្ដូរជានិច្ចអ្វីដែលលក់បានកាលពីម្សិលមិញប្រហែលជាមិនមែនជាអ្វីដែលអតិថិជនចង់បាននៅថ្ងៃនេះទេហេតុនេះការសម្របខ្លួនគឺមានសារៈសំខាន់ណាស់សូមបងប្អូននេះគឺជាទស្សនវិជ្ជាដែលខ្ញុំបានចែកចម្លែកជូនពីទីក្រុងប៉ោយប៉ែតបើយើងគិតត្រឹមខែសីហាឆ្នាំ2026យើងឃើញផ្លូវស្ងាត់ហាងស្ងាត់អគារខ្លះក៏ទំនេរការលក់ដូរថយចុះហើយសកម្មភាពមួយចំនួនមិនដូចពីមុនប៉ុន្តែខ្ញុំមិនចង់ឲ្យវីដេអូនេះក្លាយទៅជាការបង្ហាញតែភាពស្ងប់ស្ងាត់របស់ក្រុងប៉ោយប៉ែតនោះទេខ្ញុំចង់ឲ្យវាក្លាយទៅជាការចងចាំមួយនិងជាសំណួរមួយសម្រាប់យើងទាំងអស់គ្នាតើយើងអាចធ្វើអ្វីដើម្បីឲ្យទីក្រុងមួយនេះមានជីវិតនិងមានឱកាសការងារល្អឡើងវិញព្រោះទីក្រុងមិនមែនជាអគារទេទីក្រុងគឺជាមនុស្សមានការងារមានចំណូលមានអាជីវកម្មមានសុវត្ថិភាពមានការអភិវឌ្ឍនោះហើយជាអ្វីដែលធ្វើឲ្យទីក្រុងមួយមានជីវិតហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថាប៉ោយប៉ែតដែលយើងឃើញស្ងប់ស្ងាត់នៅថ្ងៃនេះនឹងមិននៅស្ងាត់រហូតនោះទេសង្ឃឹមថាថ្ងៃណាមួយយើងនឹងឃើញផ្លូវពោពេញទៅដោយមនុស្សដ៏អ៊ូអរកុះករស្ទះចរាចរណ៍ឡើងវិញយើងនឹងឃើញហាងលក់ដូរគឺមានអតិថិជនពេញតុកឡើងវិញអគារដែលយើងធ្លាប់តែមានមនុស្សចេញចូលនិងមានមនុស្សជួលឡើងវិញរោងចក្រនឹងចាប់ផ្ដើមដំណើរការឡើងវិញហើយសំខាន់បំផុតប្រជាជនមានការងារធ្វើមានចំណូលនិងមានសេចក្តីសង្ឃឹមសម្រាប់ពេលអនាគតដ៏ខ្លីខាងមុខបើបងប្អូនរស់នៅក្រុងប៉ោយប៉ែតឬធ្លាប់រស់នៅទីនេះខ្ញុំសូម recommend ប្រាប់ខ្ញុំថាតាមការមើលឃើញរបស់ពុកម៉ែបងប្អូនតើប៉ោយប៉ែតស្ងាត់ជាងមុនមែនដែរឬទេហើយបងប្អូនគិតថាអ្វីដែលអាចជួយឲ្យសេដ្ឋកិច្ចទីក្រុងនេះរស់រវើកយ៉ាងវិញបានប៉ោយប៉ែតស្ងាត់ថ្ងៃនេះណាប៉ុន្តែក្តីសង្ឃឹមមិនគួរស្ងាត់នោះទេហើយនេះគឺជាទស្សនវិជ្ជាបើកបរនៅតាមដងផ្លូវនៃក្រុងប៉ោយប៉ែតមួយចំនួនដើម្បីឲ្យបងប្អូនបានឃើញពីទស្សនវិជ្ជាជាក់ស្ដែងហើយតាមផ្លូវមួយចំនួនដែលធ្លាប់តែអ៊ូអរណាពុកម៉ែបងប្អូនបាទផ្លូវនេះពីមុនគឺអ៊ូអរខ្លាំងមែនទែនអញ្ចឹងណាឥឡូវបច្ចុប្បន្នឃើញថាក៏រៀងស្ងាត់ជាងមុនផងដែរហើយតាមផ្លូវនេះគឺខ្ញុំអត់ស្គាល់ច្បាស់ថាផ្លូវណាប្លុកណាទេពុកម៉ែបងប្អូនដោយសារយូរទៅខ្ញុំបានទៅក្រុងប៉ោយប៉ែតម្ដងហើយក៏ឆ្លៀតថតវីដេអូដើម្បីចែកជូនពុកម៉ែបងប្អូនជនរួមជាតិនិងអន្តរជាតិបានទស្សនាបើបងប្អូនដែលអ្នកនៅក្រុងប៉ោយប៉ែតបានទស្សនាវីដេអូហើយកុំភ្លេចបញ្ចេញមតិខាងក្រោមផង
cứ ngắt chừng môn mến bọc mai bằng ôn bà bay môn dân chi flow này cứ u khlang nè bà u ste bà kia tia chua lấy cứ pin đằng tại mà đòn bài chập bòn này cứ ngắt bây giờ về clay phần tài tam là lưu đầm nâng là hiện mình bằng cá ai thà trong khai này cứ đằng miền cá bạc chợ lằng vịnh đi chiều về đây dừng lưu thì hiền tề po mình chỉ bạc cá thì còn là cá lưu thì hiền mình bật cọt tề anh chẳng nè phục mai bằng ôn bà hay là ngày đi cứ mê rô tại plieng tề phục mai bằng ôn bà mê cứ rô plieng sốt tại mà đòn chỉ ngày này cứ rồi lấm mê ọt bạc ngày tăng bị bật là hồ đó dục tại mà đòn phục mai bằng ôn bà để tao cứ plieng thẹn chia bỏ chạm để tam flow năng phong là tam bị flow mua cho flow muối nó có ngắt đây là dân còn phong tại chi phô đầm ná tao tam ti bị chung chôn để flop tại u miền là kia khu trào bị một máu flow nó cứ stay để nôm pin chẳng là dân tao mở flow nó tiệt hạt tao flow nó bị ngắt đôi này đá rồi còn miền nó miền trà trò đại anh chẳng là phục mài bằng ôn chôn đồng chiết cái class vừa hay toàn ban phốt đây năng bằng phốt mà cái class vừa hay cứ toàn ban phốt để sao thì cái việc thoi mà địa tới có phốt sân này chẳng cứ đồn chạm mà càng mà đò phần tái ai như vậy bàn tha mình du thì poi poi năng đi chậm ra một con hay cứ khăng chẳng muốn tại mà đòn bị pru ấy để sao dương miền sạp ở hỏi kia cứ dương miền sạp tại mà đòn hết tha đã cho na sầm pón cứ dương miền sạpไปthom hỏi ở hỏi phục mài bằng phốt mà cứ nâuแต่ flow មួយចំនួនតូចទេដែលយើងក្រងនឹងបរិយាបន្ថែមថ្មីស្ងាត់ផ្លែកអារម្មណ៍ស្ងាត់ផ្លែកមែនទែនបងបាទជីឥឡូវសឹងថាលេងស្ទះហ្នឹងបងដោយបងប្អូនបានឃើញចឹងបាទមានតែឡានទៅវិញទៅមកមួយទេហើយ pass app មួយទេហើយផ្ទះជួលអាគារជួលបារីមួយចំនួនហ្នឹងក៏យ៉ាងស្ងាត់ជាងមុនផងដែរអញ្ចឹងណាហើយវីដេអូនេះគឺមិនមែនមានបំណងចេតនាបន្តបង្អាប់អីទេបងប្អូនដែរគឺគាត់តែចង់ថតទស្សនវិជ្ជាជាក់ស្ដែងឲ្យបងប្អូនបានឃើញដោយសារបងប្អូនខ្លះគាត់សួរខ្ញុំដែរថាសេដ្ឋកិច្ចនៅប៉ោយប៉ែតឡើយយ៉ាងណាអញ្ចឹងណាហើយនេះគឺទស្សនវិជ្ជាជាក់ស្ដែងបងប្អូនអាចមើលឲ្យថ្លឹងថ្លែងបានអីអញ្ចឹងណាពុកម៉ែបងប្អូនបាទជាធម្មតាកន្លែងណាដែលយើងឡើងខ្លាំងយើងធ្លាក់មកវិញក៏ខ្លាំងដែរអញ្ចឹងណាប៉ុន្តែមិនយូរមិនឆាប់ទេវានឹងល្អប្រសើរមកវិញដូចនៅកំពង់សោមអញ្ចឹងណាយើងក៏លេចមើលកំពង់សោមកាលពីខ្ទង់2019ចុះក្រោមណា17 18 19គឺអូឡើងខ្លាំងមែនទែនបាទអ្នកលក់ដីគឺកើបលុយទាំងលានតែម្ដងប៉ុន្តែជាអកុសលកូវីដ2020ចូលមកដល់ក្រុងកំពង់សោមក៏បានផ្លាស់ប្ដូរទាំងស្រុងតែម្ដងបាទពីភាពដែលស្ទះខ្លាំងបែរទៅជាមកស្ងាត់ជ្រងំតែម្ដងបច្ចុប្បន្ន2ឆ្នាំ3ឆ្នាំចុងក្រោយនេះគឺកំពង់សោមគឺស្អាតដូចឋានសួគ៌យ៉ាងពុកម៉ែបងប្អូនដោយសារបើយើងមើលពីហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងគឺស្អាតខ្លាំងមែនទែនហើយអគារខ្ពស់ហ្នឹងគឺសាងសង់ហើយភិកច្រើនតែម្ដងអីអញ្ចឹងណាបាទហើយឥឡូវយើងមានមាត់សមុទ្រមានអីទៀតគឺមើលមកគឺខូលខ្លាំងមែនទែនតែម្ដងហើយភ្ញៀវទេសចរគឺច្រើនអត់ទៅសារអាទិត្យនិយាយទៅគឺណែនតែម្ដងដោយសារយើងមានផ្លូវលឿនជិះពីក្រុងភ្នំពេញទៅចំណាយពេលត្រឹមតែ3ម៉ោងអីទេបើយើងថាបើកលឿន2ម៉ោងបើកមុំគឺ3ម៉ោងគឺដល់បានកំសាន្តអីអញ្ចឹងណាដូច្នេះហើយទៅធ្វើឲ្យក្រុងកំពង់សោមនេះក្លាយជាទីក្រុងមួយថ្មីហើយគឺមានភ្ញៀវទេសចរច្រើនខ្លាំងមែនទែនហើយអ្វីដែលដំណឹងល្អនោះគឺក្រុងកំពង់សោមសម្រាប់ចាប់ពីខែធ្នូថ្ងៃទី29ខែធ្នូថ្ងៃទី19ខែធ្នូរហូតដល់ថ្ងៃទី4ខែមេសាឆ្នាំ2027ក្រុងកំពង់សោមក្រុងសៀមរាបគឺនឹងមានភ្ញៀវទេសចរមកពីសាធារណរដ្ឋឆេកបាទរដ្ឋក្រុមហ៊ុនទេសចរចំនួន2ទី1គឺក្រុមហ៊ុន Fit Tour ហើយមួយទៀតគឺខ្ញុំអត់បានចាំឈ្មោះដែរក្រុមហ៊ុនទេសចរធំមកពីសាធារណរដ្ឋឆេកទាំងពីរនេះនឹងមកលេងប្រទេសកម្ពុជាយើងគោលដៅទេសចរសំខាន់គឺទី1ព្រះក្រុងបរសៃអនុទី2គឺឆ្នេរកោះរងសន្លប់ហើយនិងកោះរស័យហើយពួកគាត់នឹងហោះមកជារៀងរាល់សប្តាហ៍តែម្ដងដោយប្រើប្រភេទយន្តហោះ Boeing
787 Dreamliner ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ 300 នាក់ឯណោះអញ្ចឹងគឺយើងចាប់ផ្ដើមនឹងមានក្រុងកំពង់សោមគឺចាប់ផ្ដើមនឹងមានភ្ញៀវអន្តរជាតិមកកាន់តែច្រើននៃគោលដៅទី2ពួកគាត់នឹងចេញពីខេត្តព្រះសីហនុនិងត្រឡប់មកខេត្តសៀមរាបបាទសៀមរាបក៏ខេត្តគោលដៅទេសចរទី2នៃសាធារណរដ្ឋឆែកដែរអញ្ចឹងណានេះជាក្តីសង្ឃឹមដែលយើងថានឹងទទួលបានភ្ញៀវទេសចរច្រើននៅឆ្នាំក្រោយឡើយយើងក្លែកមកមើលក្រុងប៉ោយប៉ែតតាមផ្លូវខ្លះបងប្អូនឃើញយើងជិះមួយថ្ងៃឃើញថាគឺនៅតែស្ងាត់ដែរអត់អ៊ូអរដូចមុនទេនេះគឺទស្សនវិជ្ជាជាក់ស្ដែងពិតបាទមិនមែនជាវីដេអូ AI ទេអញ្ចឹងដូច្នេះសូមបងប្អូនរងចាំទស្សនាវីដេអូរហូតដល់ចប់បងប្អូនបាទព្រោះវីដេអូនេះគឺខ្ញុំពុំបាន voice over ចប់អស់ទេបងប្អូនបាទដោយសារវាវែងពេកដែរអញ្ចឹងបងប្អូនរងចាំទស្សនាវីដេអូបើសិនជាពុកម៉ែបងប្អូនពេញចិត្តកុំភ្លេចជួយចុច share ចែកចម្លែកវីដេអូនេះម្នាក់មួយផងបងប្អូនបាទវីដេអូនៅចុងវីដេអូនេះទៀតនឹងដល់កន្លែងទីប្រជុំជនធំហើយធំដែលថាមានអគារខ្ពស់ជ្រងច្រាងហើយមានចរាចរណ៍មនុស្សអីគឺច្រើនតែមិនដឹងថាពេលនេះគឺវាទៅជាយ៉ាងណាដែរទេអញ្ចឹងសូមពុកម៉ែបងប្អូនរងចាំទស្សនាវីដេអូដល់ទីបញ្ចប់ជាមួយខ្ញុំហើយបើសិនជាវីដេអូនេះមានការខុសឆ្គងត្រង់ចំណុចណាបាទសូមមេត្តាពុកម៉ែបងប្អូនជនរួមជាតិនិងអន្តរជាតិមេត្តាខន្តីអភ័យទោសបងប្អូនបាទនេះដោយសារមានសំណូមពរពីពុកម៉ែបងប្អូនគាត់សួរនាំថាតើក្រុងប៉ោយប៉ែតបច្ចុប្បន្នគឺអ៊ូអរដូចមុនអត់នេះគឺជាវីដេអូជាក់ស្ដែងដែលចង់បង្ហាញជូនពុកម៉ែបងប្អូនដែលបានសួរសំណួរពុកម៉ែបងប្អូនបាទអញ្ចឹងសូមរងចាំទស្សនាវីដេអូរហូតដល់ចប់ទាំងអស់គ្នា